ការធ្វើសមាធិធ្វើចិត្តឲ្យត្រជាក់អប់រំចិត្តហ្នឹងនាំឲ្យមនុស្សហ្នឹងជាពីវិបត្តិផ្លូវចិត្តបាទសូមថ្វាយបង្គំចំពោះប្រធារានុធរៈគ្រប់ព្រះអង្គជំរាបសួរលោកយាយលោកតាពុទ្ធបរិស័ទបងប្អូនជនរួមជាតិមិត្តភ័ក្តិនៅក្នុង Facebook ទាំងអស់គ្នាខ្ញុំកាលណាខ្ញុំបាទបច្ចុប្បន្ននេះគឺមកបន្តការសិក្សាមិនទាន់ប្រកាសថានៅអាមេរិកឬក៏នៅបារាំងទេបាទមកអាមេរិកបានប្រហែលជាង10ខែហើយនៅកាលីបច្ចុប្បន្នហ្នឹងខ្ញុំប្រកាសថាខ្ញុំបាទកំពុងតែបន្តការសិក្សាបន្ថែមទៀតគឺសិក្សាស្រាវជ្រាវទៅលើព្រះធម៌របស់ព្រះពុទ្ធផ្នែកការប្រតិបត្តិសមាធិនិងវិបស្សនា And as we know, the practice is aware of the body as the four elements, then sensation as pleasant, unpleasant, neutral, and understanding that within the links. And so all of that is consistent with what's in the Samyutta Nikaya. Lady Sayadaw also focused on the 16 exercises as well. នៅស្រុកអាមេរិកកាំងនេះដើម្បីយកធម៌សមាធិនិងវិបស្សនានឹងទៅជួយដោះស្រាយបញ្ហាសង្គមជាតិព្រោះនៅក្នុងសង្គមលោកីមនុស្សមានវិបត្តិផ្លូវចិត្តច្រើនបញ្ហាគ្រួសារបែកបាក់គ្រួសារបញ្ហាអំពើហិង្សាបញ្ហារំលោភបំពានបញ្ហារំលោភបំពានផ្លូវភេទហ្នឹងជាបញ្ហាធំមួយដែលនាំឲ្យមានវិបត្តិផ្លូវចិត្តជាពិសេសគឺបងប្អូនស្ត្រីយើងដែលធ្លាប់រងការរំលោភបំពានផ្លូវកាយផ្លូវចិត្តរងអំពើហិង្សាផ្លូវភេទនិងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរហើយនេះគឺជាលោកគ្រូខ្ញុំដែលលោកមានជំនាញលោកគ្រូបណ្ឌិត John Fries បាទមានជំនាញខាងសមាធិនិងវិបស្សនាហើយមុខវិជ្ជាដែលខ្ញុំកាលណាខ្ញុំបាទរៀនរាល់ថ្ងៃនៅសាលាសក្យបុត្តា University ខ្ញុំរៀនសប្តាហ៍ថ្ងៃហ្នឹងគេហៅ Buddhist Counseling and Psychology បាទBuddhist Counseling គឺយកទ្រឹស្ដីព្រះពុទ្ធយកធម៌ព្រះពុទ្ធហ្នឹងទៅជួយដោះស្រាយបញ្ហាសង្គមវិបត្តិផ្លូវចិត្តអំពើហិង្សាក្នុងគ្រួសារអីជាដើមហើយដូច្នេះវិធីមួយដែលដើម្បីកុំឲ្យមានវិបត្តិផ្លូវចិត្តឬក៏ជួយអប់រំដើម្បីឲ្យរួចផុតពីវិបត្តិផ្លូវចិត្តហ្នឹងគឺការធ្វើសមាធិនឹងឯងសមាធិគឺធ្វើជាម្ចាស់លើចិត្តធ្វើចិត្តឲ្យស្ងប់ធ្វើចិត្តឲ្យត្រជាក់ហើយធ្វើចិត្តឲ្យមានមេត្តាធម៌គ្រប់គ្រាន់ទៅដើម្បីយកធម៌ត្រជាក់ធម៌ស្ងប់ហ្នឹងទៅគាស់រំលើងភ្លើងកិលេសនៅក្នុងខ្លួនរបស់យើងហ្នឹងភ្លើងកិលេសនៅក្នុងខ្លួនរបស់យើងភ្លើងទុកនៅក្នុងខ្លួនក្នុងចិត្តរបស់យើងហ្នឹងគឺលោកគ្រូកូនកាដែលជាលោកគ្រូវិបស្សនាដ៏ល្បីល្បាញមួយនៅសតវត្សទី20ហ្នឹងបងប្អូនគឺគាត់ប្រៀបធៀបថាភ្លើងកិលេសភ្លើងទុកហ្នឹងទុកដូចជាភ្នំភ្លើងមួយដែលនៅក្នុងទីជម្រៅចិត្តរបស់យើងនៅក្នុងភវាំងកចិត្តរបស់យើង at the deepest level of our mind នៅក្នុងទីជម្រៅចិត្តរបស់យើងហ្នឹងមាន sleeping volcano មានភ្នំភ្លើងមួយដែលកំពុងតែដេកនៅក្នុងចិត្តរបស់យើងហ្នឹងដូច្នេះការធ្វើចិត្តឲ្យត្រជាក់ធ្វើចិត្តឲ្យស្ងប់រងាប់ហើយមានសតិដឹងនៅក្នុងគណៈបច្ចុប្បន្នហ្នឹងអាហ្នឹងគឺជាវិធីមួយចូលទៅគាស់រំលើកកាលណាខ្ញុំបាទមិនអธิบายច្រើនទេគាត់ចង់បញ្ជាក់ថាការធ្វើសមាធិធ្វើចិត្តឲ្យត្រជាក់អប់រំចិត្តហ្នឹងនាំឲ្យមនុស្សហ្នឹងជាពីវិបត្តិផ្លូវចិត្តអញ្ចឹងហើយនៅក្នុងសង្គមអាមេរិកកាំងគេយកបច្ចុប្បន្នហ្នឹងគេកំពុងតែសិក្សាស្រាវជ្រាវមិនតែឥឡូវទេគឺច្រើនសតវត្សដែរហើយដែលគេយកធម៌សមាធិរបស់ពុទ្ធហ្នឹងមកបង្រៀនមនុស្សជួយដោះស្រាយបញ្ហាវិបត្តិផ្លូវចិត្តនៅក្នុងសង្គមបាទនេះជាអ្វីមួយដែលខ្ញុំកំពុងតែបំពេញកំពុងតែធ្វើនៅបច្ចុប្បន្ននេះបាទសូមអរគុណសូមជូនពរអស់លោកសប្បុរសបាទ